គ្រាន់តែលេខទូរស័ព្ទតើចាំបាច់ជ្រើសរើសលេខល្អលេខអាក្រក់ដែរឬទេហើយគ្រាន់តែលេខទូរស័ព្ទសោះហ្នឹងចាំបាច់រើសអីបាទបងប្អូននៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពាក់ព័ន្ធជាមួយនឹងការជ្រើសរើសលេខទូរស័ព្ទឲ្យត្រូវចតារក្រិសីឲ្យត្រូវនឹងរក្រិសីជោគចតាដួងកែវដួងកំណត់របស់យើងហ្នឹងឲ្យបានត្រឹមត្រូវឲ្យបានល្អបាទឲ្យបានត្រឹមត្រូវឲ្យបានល្អឲ្យបាននៅសេរីតិចបាននៅសេរីមង្គលបាទចុះគ្រាន់តែលេខទូរស័ព្ទហ្នឹងវាពាក់ព័ន្ធនឹងជំនឿឬក៏វិទ្យាសាស្ត្រលោកគ្រូបាទសួរខ្ញុំចឹងមកក៏បានឬក៏ថាវាគ្រាន់តែលេខទូរស័ព្ទប្រើឲ្យតែបានទៅមិនបានទេឬក៏មិនហើយហេតុអីក៏ចាំបាច់ជឿលេខអាក្រក់លេខល្អលេខមិនល្អទៅអីបាទក្នុងនេះខ្ញុំនឹងបញ្យល់បកស្រាយពាក់ព័ន្ធនឹងជំនឿព្រមទាំងវិទ្យាសាស្ត្រហើយនឹងសង្គមបាទយើងចែកដាច់វិទ្យាសាស្ត្រសង្គមហើយនឹងជំនឿបាទដូច្នេះការប្រើលេខទូរស័ព្ទនេះគឺវាមានទាំង3កត្តាហ្នឹងទាំងជំនឿទាំងសង្គមទាំងវិទ្យាសាស្ត្របាទឥឡូវពុកម៉ែបងប្អូនយើងសាកគិតទៅមើលបើសិនជាយើងមិនចាំបាច់ស្អាតមិនចាំបាច់ល្អហេតុអីក៏ខោអាវយើងចេះជ្រើសល្អអាក្រក់សខ្មៅត្រូវនឹងពណ៌ត្រូវនឹងរូបរាងត្រូវនឹងទំហំហេតុអីយើងជ្រើសរើសដើម្បីអីដើម្បីពាក់ទៅវាត្រូវពាក់ទៅវាស្រួលពាក់ទៅវាសមនឹងតម្លៃពាក់ទៅគេគោរពកោតក្រែងឲ្យតម្លៃឃើញទេអញ្ចឹងអាហ្នឹងគឺជាសង្គមហើយលេខទូរស័ព្ទនេះគ្រាន់តែហៅខ្វោកមកគេឃើញលេខល្អលេខមិនល្អលេខមង្គលលេខមិនមង្គលលេខសบายចិត្តលេខមិនសบายចិត្តហើយយើងប្រើលេខទូរស័ព្ទខ្លួនឯងសមយើងប្រើទៅសบายចិត្តអត់បានទេឬក៏មិនបាទពាក់ព័ន្ធនឹងសบายចិត្តវាពាក់ព័ន្ធជាមួយនឹងកាយព័ន្ធជាមួយនឹងសុខភាពបាទវាជួយពាក់ព័ន្ធជាមួយនឹងសុខភាពឃើញទេអញ្ចឹងអត្ថប្រយោជន៍ពាក់ព័ន្ធជាមួយនឹងការជ្រើសរើសលេខទូរស័ព្ទនេះកត្តាសង្គមនឹងគឺចាំបាច់ណាស់បងប្អូនពេលខ្លះបងប្អូនហេតុអីក៏ចាំបាច់ថាគ្រាន់តែញ៉ាំបាយហេតុអីចាំបាច់អីញ៉ៃម៉េះញ៉ាំពឹបទៅចូលឲ្យឆ្អែតជុះចេញវិញហេតុអីថាកត្តាសង្គមគឺត្រូវការច្បាស់លាស់ត្រឹមត្រូវឲ្យស្អាតអនាម័យមានរបៀបរបបសេចក្តីថ្លៃថ្នូរមានការគោរពកោតក្រែងមានការឲ្យតម្លៃហើយបើគេឲ្យតម្លៃគេទទួលស្គាល់គេគោរពក៏រមែងមាននៅសេរីសុស្ដីហើយសេរីសុស្ដីនឹងឯងតែងរមែងទាញនៅសក្ការៈបូជាទាំងឡាយលៀបទាំងឡាយយោះទាំងឡាយឲ្យចូលមកក្នុងគុំតម្កើងមនុស្សម្នាក់ដូច្នេះហើយអញ្ចឹងការដែលត្រូវតែជ្រើសរើសលេខទូរស័ព្ទឲ្យបានត្រឹមត្រូវល្អហ្នឹងគឺវាមានសារៈសំខាន់ណាស់បាទអញ្ចឹងឥឡូវនេះយើងយល់អំពីកត្តាពាក់ព័ន្ធនឹងសង្គមហើយចុះពាក់ព័ន្ធនឹងកត្តាជំនឿចាំបាច់ធ្វើបាទពុកម៉ែបងប្អូនធម្មតាជំនឿនៃប្រទេសនីមួយៗចិនគេមានជំនឿបែបចិនអាមេរិកគេមានជំនឿបែបអាមេរិកថៃគេមានជំនឿបែបថៃយួនគេមានជំនឿបែបយួនឥណ្ឌាគេមានជំនឿបែបឥណ្ឌាហើយចោះយើងមានជំនឿបែបខ្មែរដែរឬទេយើងមានជំនឿបែបខ្មែរដែរឬទេហើយយើងចាំបាច់យកជំនឿរបៀបបរទេសចិនអាមេរិកកាំងបារាំងសេះអីមកទេបើយើងអត់មានជំនឿខ្លួនឯងអាហ្នឹងយើងយកទៅតែយើងមានជំនឿខ្លួនឯងដូច្នេះនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពាក់ព័ន្ធជាមួយនឹងជំនឿខ្លួនឯងបាទនេះគឺជាតារាងក្បួនតារាសាស្ត្រខ្មែរដែលយើងហៅដូនតាយើងហៅថាក្បួននពគ្រោះហើយខ្មែរយើងហៅថាក្បួននពគ្រោះបាទក្បួននពគ្រោះក្បួនតារា9អញ្ចឹងពុកម៉ែបងប្អូនមិនហត់ចាំបាច់តន្ទិញច្រើនទេបើសិនជាចង់បានងាយគ្រាន់តែតន្ទិញលេខអាកន្លោនេះវាមាន9លេខ1 2 3 4 5 6នេះ6នេះ7 8 9ចាំចងចាំតែប៉ុណ្្នឹងទៅក៏បានដែរពេលដែលពាក់ព័ន្ធស្អីគេអាហ្នឹងពាក់ព័ន្ធតារាសាស្ត្រអញ្ចឹងតារាសាស្ត្រហ្នឹងគេមានក្បួននពគ្រោះខ្មែរយើងវាមានផ្កាយគូនិងផ្កាយមិត្តថ្ងៃគូនិងថ្ងៃសត្រូវបាទថ្ងៃគូថ្ងៃសត្រូវពាក់ព័ន្ធផ្កាយមិត្តនិងផ្កាយសត្រូវឥឡូវនេះយើងចាប់ផ្ដើមចូលមកដល់យើងនិយាយផ្កាយសត្រូវឬក៏យើងនិយាយអំពីសំទោសយើងនិយាយអំពីផ្កាយមិត្តហើយនិងផ្កាយសត្រូវអញ្ចឹងឥឡូវយើងនិយាយអំពីផ្កាយមិត្តសិនហើយនៅក្នុងវីដេអូនេះខ្ញុំសូមមិនបញ្យល់ពីស្ដារពាក់ព័ន្ធជាមួយនឹងរឿងនៅក្នុងក្បួននពគ្រោះទេក្បួននៅក្នុងនពគ្រោះទេបាទបើសិនជាបញ្យល់នៅក្នុងក្បួននពគ្រោះគឺថានឹងវែងឆ្ងាយទៀតខ្ញុំនឹងមានវគ្គបើកបង្រៀនបន្តទៀតពាក់ព័ន្ធនឹងការប្រើប្រាស់ហើយក្បួននេះយើងមិនមែនប្រើប្រាស់ទៅលើលេខទូរស័ព្ទទេសូម្បីតែលេខម៉ូតូក៏យើងត្រូវការឬក៏ត្រូវការលេខស្អីផ្សេងឬក៏យើងត្រូវការស្លៀកពាក់អីក៏គេរៀននៅក្នុងក្បួននពគ្រោះដែរបាទឃើញទេអញ្ចឹងវាមានសារៈសំខាន់ចាំបាច់ឥឡូវនេះយើងមើលអំពីគេហៅថាលេខដែលជាគូលេខដែលជាមិត្តលេខក្បួនចិនក្បួនអាមេរិកកាំងបារាំងសេះលេខគេមានជំនឿរបៀបណាក៏ខ្ញុំសូមមិននិយាយទេយើងមកនិយាយអំពីពាក់ព័ន្ធជាមួយនឹងខ្មែរតើបងប្អូនរស់នៅលើប្រទេសខ្មែរជឿលើខ្មែរឬក៏ជឿលើបរទេសផ្សេងជឿជាសិទ្ធិរបស់បងប្អូនតែឧត្តមគតិពាក្យថាឧត្តមគតិស្នេហាជាតិនិយមគឺវារាប់អានការចូលចិត្តស្រឡាញ់ជាតិចូលចិត្តជាតិនិយមជាតិរាប់តាំងអំពីជំនឿឡើងទៅបាទអញ្ចឹងផ្កាយមិត្តយើងនិយាយពីលេខ1និងលេខ5ជាគូគ្នាមានផ្កាយនេះផ្កាយព្រះអាទិត្យបាទព្រះអាទិត្យព្រះច័ន្ទព្រះអង្គារព្រះពុទ្ធព្រះពហុព្រះសុក្រព្រះសៅរ៍ព្រះរាហូព្រះកេតុបាទអញ្ចឹងម្ដងទៀតផ្កាយអាទិត្យផ្កាយច័ន្ទផ្កាយអង្គារផ្កាយពុទ្ធផ្កាយពហុផ្កាយសុក្រផ្កាយសៅរ៍ផ្កាយរាហូផ្កាយកេតុបាទអញ្ចឹងនៅក្នុងផ្កាយដែលជាគូនឹងគ្នាខ្ញុំគូសំដាក់នេះលេខ1ជាគូនឹងលេខ5បាទលេខ1ជាគូនឹងលេខ5ហើយលេខ3លេខ2គូនឹងលេខ4បាទលេខ2គូនឹងលេខ4លេខ3គូនឹងលេខ6លេខ8លេខ7និងលេខ8នេះជាគូគ្នាបាទហើយសួរថាយើងចេះតែថាឬក៏មិន
ថាអត់ទេបងប្អូនវាមានរឿងព្រេងដំណាលវាមានទស្សនវិជ្ជាវាមានការសមាធិវិបស្សនាដែលចងដែលបង្កើតឡើងនៅក្បួននពគ្រោះដែលចងឡើងនៅក្បួនតារាសាស្ត្របងប្អូននៅក្នុងប្រព័ន្ធព្រះអាទិត្យតាំងអំពីមាន telescope តាំងអំពីមានយានអវកាសមានមនុស្សដែលគេដឹងថាមានប្រព័ន្ធភពផ្កាយព្រះអាទិត្យមានផ្កាយប្រច័ន្ទអង្គាពុទ្ធពហសព្វសៅបាត់ទៅហើយបាទហើយក្រោយមកទៀតក៏មានអ្នកប្រាជ្ញមានអ្នកដែលមាននៅអភិញ្ញាញាណអីចឹងទៅគេមើលឃើញមើលដឹងគេចងជារឹកចងជាដួងចងជាចតាបានបង្កើតខ្លាយទៅជាក្បួនតម្រាបាទហើយខ្មែរយើងនេះគឺកម្ពុជាអ្នកដែលបកកែគិតបកកែឆ្នៃហើយបកកែឈៀងមានថាក្បួននេះចេញពីឥណ្ឌាខ្ញុំសង្កេតមើលឃើញថាវាមិនប្រកបទៅដោយបញ្ញាញាណអភិញ្ញាញាណអីទេអានេះខ្ញុំយល់ទេបងប្អូនយល់យ៉ាងណាក៏យល់ចោះចំណែកឯក្បួនដែលចូលមកដល់ទឹកដីខ្មែរមានព្រះបរមរាជគ្រូខ្មែររាជគ្រូខ្មែររាជបរោហិតខ្មែរព្រះវរមហាក្សត្រខ្មែរព្រះអធិរាជខ្មែរលោកប្រកបទៅដោយបញ្ញាទស្សពលញាណបញ្ញាញាណខ្ពង់ខ្ពស់លោកបានចូលទៅមើលលោកបានចូលទៅសង្កេតលោកបានធ្វើសមាធិវិបស្សនាច្បាស់លាស់អំពីតារាអំពីផ្កាយនីមួយៗច្បាស់លាស់ទើបលោកបានចងក្រងឆ្លាក់ទុកជាភ័ស្តុតាងបាទនៅតាមបុរាណដ្ឋាននៅតាមសំណង់នៅតាមបូជនីយដ្ឋានបុរាណដ្ឋានរបស់ដូនតាយើងគឺសុទ្ធតែមានបញ្ជាក់អត្ថន័យអត្រុបអត្រួសសំបីតែគេប្រើលេខក៏គេប្រើច្បាស់លាស់សំបីតែទិសក៏គេប្រើច្បាស់លាស់សំបីតែក្បាច់ក្បូររចនាក៏គេមានទិន្នន័យលេខដែរអត់ចេះតែឆ្លាក់ទេណាមនុស្សដែលអត់ច្បាស់លាស់អំពីជំនឿហ្នឹងឯងតែរមែងឆ្លាក់អត់ត្រឹមត្រូវបាទដល់ទៅពេលដូនតាដែលគាត់ច្បាស់លាស់ក្បួនខ្នាតគឺគាត់ឆ្លាក់មកមានក្រមព្រៀបបីដូចជាអង្គរវត្តដ៏មហោស្ចារ្យដ៏អច្ឆរិយៈចឹងឯងអញ្ចឹងកាលណាបើសិនជាអ្នកកើតថ្ងៃច័ន្ទសំទោសថ្ងៃអាទិត្យអ្នកកើតថ្ងៃច័ន្ទអ្នកកើតថ្ងៃអង្គារអ្នកកើតថ្ងៃពុធអ្នកកើតថ្ងៃពហុអ្នកកើតថ្ងៃសុក្រអ្នកកើតថ្ងៃសៅរ៍អ្នកកើតថ្ងៃរាហូអ្នកកើតថ្ងៃកេតុបាទអញ្ចឹងលេខខ្ញុំសូមបញ្ជាក់ថាលេខទូរស័ព្ទគប្បីយកតាមថ្ងៃខែឆ្នាំកំណើតរបស់យើងហេតុអីពុកម៉ែបងប្អូនរបស់ដែលយកតាមខ្លួនយើងជាប់ថ្ងៃខែឆ្នាំកំណើតឈ្មោះថ្ងៃខែឆ្នាំកំណើតឈ្មោះជាប់នឹងអីជាប់នឹងអត្តសញ្ញាណកម្មអត្តសញ្ញាណប័ណ្ណដាក់តាមកប៉ៅដាក់តាមកាបូបអ្វីដែលយើងជាប់ទៀតគឺទូរស័ព្ទបច្ចុប្បន្ននេះគឺទូរស័ព្ទអូតូម៉ាទិកអញ្ចឹងបើសិនជាយើងដាក់ជាប់ខ្លួនមកដេចហេតុមកដេចក៏មិនដាក់វត្ថុជាមង្គលទៅហ៎មិនអញ្ចឹងបងប្អូនទៅពាក់ឆ្អឹងខ្មោចទៅពាក់លលាខ្មោចឬក៏មិនយើងថាអូរបស់លម្អខ្លួនពាក់ខ្លួនយកតាមខ្លួនវាមិនសំខាន់ទេអញ្ចឹងបើមិនសំខាន់ឲ្យខ្លួនដៃទៅទេខ្លួនទៅទេទៅតើគេគោរពគេឲ្យតម្លៃដែរទេឬក៏ស្លៀកពាក់មិនសមរម្យទៅគេឲ្យតម្លៃដែរទេឬក៏មិនចេះតុបតែងអ៊ីនធឺណិតទៅគេឲ្យតម្លៃដែរទេអត់ទេសង្គមត្រូវបែងចែកឲ្យដាច់រវាងជំនឿរវាងសាសនារវាងសង្គមហើយនិងវិទ្យាសាស្ត្រឃើញទេបងប្អូនបែងចែកឲ្យដាច់សង្គមគឺគេត្រូវមានបែបបទមានក្រិតក្រមមានរបៀបរបបមានបែបផែនមានវិន័យមានសិលធម៌មានអរិយធម៌មានសុជីវធម៌បាទនឹងបានសំជាសង្គមនេះសង្គមនោះឈ្មោះនេះឈ្មោះនោះបានសង្សំថាកម្ពុជាប្រជាជនអច្ឆរិយៈបាទអញ្ចឹងលេខទូរស័ព្ទគឺយើងដាក់តាមខ្លួនដាក់លេខជាមង្គលទៅអញ្ចឹងយើងត្រូវរើសទៅតាមថ្ងៃខែឆ្នាំកំណើតរបស់យើងមិនមែនយើងយកលេខឲ្យត្រូវជាមួយថ្ងៃខែឧទាហរណ៍កើតថ្ងៃទី10ខែ12ឆ្នាំ1998មិនអញ្ចឹងទេមិនមែនយកតាមថ្ងៃខែឆ្នាំកំណើតរបៀបហ្នឹងទេគឺគេយកតាមថ្ងៃឧទាហរណ៍ថាបងប្អូនកើតថ្ងៃអាទិត្យអញ្ចឹងយើងអាចប្រើលេខ1មនុស្សហ្នឹងអាចប្រើលេខ1និងលេខ5បាទលេខ1និងលេខ5ជាគូនឹងគ្នាបាទផ្កាយព្រះអាទិត្យនិងផ្កាយព្រះពហុនេះជាគូគ្នាបាទជាអ្នករក្សាតុល្យភាពអ្នករក្សាលំនឹងគ្នាបាទហ្នឹងគឺយើងយកថ្ងៃយើងកើតច័ន្ទគៀពុទ្ធពហុតែប៉ុនរឿងថ្ងៃខែចាំខ្ញុំបញ្ជាក់ទៀតចំណុចទី2យើងយកខែណាខែរបស់យើងកើតបាទអញ្ចឹងខែកើតយើងពុះក្លោនកន្លែងចំណុចនេះខែកំណើតយើងរាប់ខែចូលឆ្នាំនៅកន្លែងនេះបាទមេសាអញ្ចឹងមករាកុម្ភៈខ្ញុំសុំទៅសេតិចមកមករាកុម្ភៈមីនាមេសាឧសភាបាទសម្រាប់ខែយើងទៅសេបច្រាស់វិលបច្រាស់តនិចនីលកាចូលវិញមកឧសភាមិថុនាសីហាធ្នូបាទសូម្បីតែខែទាំងអស់នេះមិនមែនចេះតែបង្កើតឡើងឯងទេមិនចិត្តថាចិត្តដាក់ទេតុលាតលយភាពថ្លឹងស្មើសមភាពសមភាពតលយភាពគឺថ្លឹងតលយភាពអញ្ចឹងភពព្រះពហុហ្នឹងគឺជាភពមួយដែលរក្សាលំនឹងភពនៅក្នុងចក្រវាឡបាទគាត់មានទូនាទីទាញកុំឲ្យព្រះអាទិត្យទាញភពផ្សេងចូលហើយគាត់មានទូនាទីធាក់ភពផ្សេងនៅឆ្ងាយមិនឲ្យចូលអញ្ចឹងគឺគាត់រក្សាលំនឹងឲ្យចរន្តនៃដំណើរគោចររបស់ភពជំនាញព្រះអាទិត្យហ្នឹងមានតលយភាពផ្កាយព្រះលំនឹងផ្កាយព្រះប្រហោះផ្កាយព្រះលំនឹងផ្កាយប្រាជ្ញាផ្កាយស្មារតីផ្កាយវិញ្ញាណផ្កាយវិភាគឃើញប្រាជ្ញាស្មារតីគេមានតំណែងរបស់គេទាំងអស់នៅក្នុងក្បួនតម្រាហោរាសាស្ត្រតារាសាស្ត្រក្បួននពគ្រោះបាទក្បួនសម្ភារផ្លឹកខ្មែរយើងបាទអញ្ចឹងមិនមែនចេះតែដាក់ខែធ្នូចុះខែធ្នូមិនក៏ខែធ្នូអញ្ចឹងធ្នូខែព្រាមថ្លែងសព្រាមគាត់មានធ្នូគាត់មានព្រួយគាត់មានអាពាក់ព័ន្ធជាមួយនឹងគ្រឿងសព្វាវុធរបស់គាត់មានអត្ថន័យច្រើនណាស់ហើយខ្ញុំដឹងមិនទាំងអស់ផងពីព្រោះពេលណាយើងកាន់តែស្រាវជ្រាវយើងទៅឃើញរបបកំហើញដែលដូនតារបស់យើងគាត់គិតគាត់ស្រឹកគាត់ស្រង់បាទក្បួនទាំងខែនេះតាមពិតខ្មែរយើងបង្កើតយូរហើយទៅតែបារាំងគាត់យកមកប្រើទៅទើបយើងនាំគ្នាហៅថាខែបារាំងទៅតែតាមពិតខែនេះយូរហើយបង្កើតយូរហើយ
តែអត់បានប្រើដល់ពេលអត់បានប្រើវាចិត្តកប់រហូតរាប់រយរាប់ពាន់ឆ្នាំទៅបានមកដល់សម័យបារាំងកោះកកាយឡើងវិញឃើញមានអាខែមករាកុម្ភៈមីនាហ្នឹងក៏ឲ្យខ្មែរប្រើហ្នឹងហើយដល់ពេលយើងសម្គាល់ថាខែបារាំងមានកុម្ភៈមីនាមកវិញវាមាន January February អី March អីចឹងទៅអាហ្នឹងខែបារាំងខែអង់គ្លេសទៅបាទគ្រាន់តែខែវាត្រូវគ្នាតែអាហ្នឹងខែខ្មែរទេប៉ុន្តែខ្មែរយើងថ្នឹកធ្លាប់ប្រើជាមួយនឹងមកសិបុស្សមិផលគុណចាត់ពិសាចេះអាសាស្រាប់ភក្តបុត្រអសិកដឹកបាទអញ្ចឹងទៅបើសិនជាបងប្អូនណាដែលមិនចងចាំមិនស្គាល់ខែកំណើតខ្លួនឯងកាត់ខែមករាកុម្ភៈចាំតែខែខ្មែរយើងរាប់ដូចគ្នាមកសិរាប់ពីទៅនេះមកសិបុស្សមិផលគុណពិសាចេះអាសាស្រាប់ភក្តបុត្រអសុចកដឹកអញ្ចឹងទៅអាហ្នឹងអញ្ចឹងណាបាទតែរាប់ពីច្រាស់អញ្ចឹងរាប់ពីច្រាស់ទៅនេះនៅការបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនកើតថ្ងៃអាទិត្យយកលេខ1ជាមួយនឹងលេខ5មួយហើយបាទលេខ1និងលេខ5មួយហើយឬយើងយកលេខ015អីចឹងទៅរៀបពេលយើងត្រូវបានហើយយើងរៀបឆ្លាស់មិនក៏ឆ្លាស់ទៅអត់បញ្ហាទេបាទចំណុចមួយទៀតប្រសិនបើអស់លោកកើតចំខែកក្កដាណាឧទាហរណ៍កើតចំខែកក្កដាអញ្ចឹងខែកក្កដាលេខ6បាទខែកក្កដាលេខគូជាមួយនឹងលេខ3លេខ3គូលេខ6លេខ6គូលេខ3អញ្ចឹងយើងស្រង់មក015 63អញ្ចឹងអានេះមិនតាន់រៀបទេបងប្អូនណាគាត់តែជ្រើសទេ63ក៏បាន36ក៏បានបាទអញ្ចឹងយើងដូរទៅចំណុចទី2ចំណុចទី3បាទនេះខែកំណើតបើថាបងប្អូនកើតក្នុងខែកន្លែងចំណុចណាមួយយើងចងចាំទៅបើអត់ចាំទេយើងរាប់មករាទៅនេះមករាកុម្ភៈមីនាមេសាឧសភាមិថនាកក្កដាសីហាកញ្ញាតុលាវិច្ឆិកាធ្នូអញ្ចឹងទៅមួយទៀតនិយាយអំពីឆ្នាំវិញឆ្នាំបងប្អូនកើតឆ្នាំអីជូតឆ្លូវខាលថោះរោងសាញ់មីមេវរកាចកលជូតឆ្លូវខាលថោះហ្នឹងបងប្អូនកើតឆ្នាំអីអញ្ចឹងឆ្នាំយើងមានឆ្នាំរបៀបនេះអានេះឆ្នាំខាលអានេះត្រូវបងប្អូនចងចាំបន្តិចឆ្នាំខាលតែនេះឆ្នាំអាសាញ់បាទអានេះវាមានរឿងមកវាដែរបាទឆ្នាំអាសាញ់អានេះឆ្នាំថោះនេះឆ្នាំមមែបាទសំទោសអានេះឆ្នាំចនេះឆ្នាំមមីនេះឆ្នាំរោងនេះឆ្នាំឆ្លូវនេះឆ្នាំវកនេះរកានេះកុលរោងជូតនេះជូតនេះមមែបាទចំណុចនេះតើបងប្អូនចាំដោយសារឆ្នាំនេះគេជ្រើសរើសតាមតួអង្គយកមកដាក់បាទឆ្នាំចឆ្នាំមមីឆ្នាំរោងឆ្នាំកុលឆ្នាំខាលឆ្នាំម្សាញ់ឆ្នាំថោះឆ្នាំមមែឆ្នាំជូតឆ្នាំរកាឆ្នាំវកឆ្នាំឆ្លូវបាទអញ្ចឹងបងប្អូនកើតនៅក្នុងឆ្នាំណាបើមិនខែមិនតាន់បានបញ្យល់ទេខែឧទាហរណ៍ថាកើតខែមករាបើកើតខែមករាគឺបានលេខ4ហើយនិងលេខ2គូគ្នាបាទយកលេខ24នេះទៅឬក៏លេខ42ទៅ24បាទអញ្ចឹងពេលដែលកើតឆ្នាំឥឡូវឧទាហរណ៍ថាឆ្នាំខាលឬក៏ឆ្នាំម្សាញ់គឺលេខ7ទាំងអស់គ្នាបាទនៅក្នុងផ្កាយនេះគឺលេខ7ទាំងអស់គ្នាបាទលេខ7ហើយនិងលេខ8នេះវាជាគូគ្នាអញ្ចឹងយើងអាចប្រើលេខ88 78បាទ78ឬក៏87ពុកម៉ែបងប្អូនជ្រើសរើសបានលេខប៉ុណ្ណេះបានលេខប៉ុណ្ណឹងឲ្យតែមានលេខល្បាក់ក្នុងហ្នឹងបងប្អូនចង់ជ្រេយ៉ាងណាក៏បានដែរជ្រេយកឲ្យលេខស្អាតមកដូចអានេះមាន6 7 8 2 3 4ដាក់ចឹងមក2 3 4 6 7 8យើងជ្រេមកណាពុកម៉ែបងប្អូនណាឧទាហរណ៍ថា015 0អីក៏បានដែរយើងរើសទៀតណា0តាមធ្វើម៉េចឲ្យវាចំលេខថ្ងៃខែឆ្នាំកំណត់យើងបាទយើង2 3 4 6 7 8ឬក៏បងប្អូនចង់ដាក់ជ្រេមកផែ2ផែ3ផែ4នេះក៏បានឬក៏យក36 37ក៏បានឬក៏យក8 3 ដង 7 3 ដងក៏បានឬក៏យកលេខ2ការ៉េ2ផែ4ការ៉េ2ផែ3ឬក៏3ការ៉េ3ឬក៏ផែ2ទៅឲ្យតែយើងរកយកយើងរើសលេខបានហើយជ្រេឲ្យស្អាតហើយកំងយកទៅបាទលេខទូរស័ព្ទយើងចាយលុយឲ្យថ្លៃបន្តិចក៏អត់អីដែរពីព្រោះយើងប្រើមួយដឹងមួយប្រើលេខអន់យើងប្រើងាកចោលតែបើប្រើលេខស្អាតលេខដែលយើងជ្រើសរើសហើយប្រើមួយដឹងមួយប្រើចាំមួយជីវិតហើយជាលេខដែលស្អាតគ្រាន់លេខទូរស័ព្ទបងប្អូនដល់ពេលធ្វើទៅអានោះគ្រាន់តែឃើញលេខលេខស្អាតសប្បាយចិត្តឲ្យតម្លៃហើយលេខយើងមោទនភាពបងយើងទៅណាទៅណីឲ្យគាត់ដាក់ឲ្យលេខទូរស័ព្ទមកគេឃើញហ្នឹងគឺថាគេអស្ចារ្យគេ surprise បាទគ្រាន់តែលេខទូរស័ព្ទហ្នឹងហេតុអីក៏យើងគិតថាវាមិនសំខាន់បាទហ្នឹងគឺថាយើងប្រើតែក្នុងសង្គមយើងប្រើទាំងក្នុងជំនឿហើយក្នុងជំនឿវាបង្កើតអីគេក្នុងជំនឿវាបង្កើតនៅសេរីដេជះបង្កើតនៅសេរីសួស្តីបង្កើតនៅមង្គលសង្គមលក្ខណៈសង្គមណាបាទអញ្ចឹងបែងចែកដូចគុណម្ចាស់លោកគ្រូអ្នកគ្រូបែងចែករវាងជំនឿសាសនានិងសង្គមឲ្យដាច់កុំយកជំនឿសាសនាមកវាបង្ហាសង្គមខ្លាំងពេកដែលជ្រុលជ្រោះអប់រំសង្គមបានតែកុំវាបង្ហាសង្គមបាទវាបង្ហាបើថាអប់រំសិលធម៌គឺអប់រំសិលធម៌តែពាក់ព័ន្ធនឹងជំនឿដែលនាំទៅចម្រើនវាមិនមែនមានន័យសុទ្ធតែជំនឿដែលត្រូវនឹងបងប្អូនបានទៅចម្រើនអត់ទេអត់មានជំនឿថាតពុទ្ធបានទៅចម្រើនអត់មានជំនឿណាថាតយេស៊ូបានទៅចម្រើនអត់មានជំនឿណាដែលថាអ៊ីស្លាមមូស្លីមបានទៅចម្រើនអត់ចឹងទេជំនឿណាដែលគេរីចម្រើនគេបានសុខឲ្យតម្លៃគេផ្ដល់នូវសិទ្ធិរហូតដល់សង្គមមួយហ្នឹងគាត់គ្រប់អញ្ចឹងទៅរីចម្រើនក៏សាទរទៅអញ្ចឹងត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងការជ្រើសរើសលេខទូរស័ព្ទខ្ញុំបង្រៀនខ្ញុំប្រាប់វិធីមិនចាំបាច់រកខ្ញុំមកទាយឲ្យឬក៏រកគ្រូណាក៏គ្រូទៅខ្ញុំអត់បិទផ្លូវទេប៉ុន្តែអត់បិទផ្លូវគេទេតែខ្ញុំសុំថាមករកខ្ញុំនៅទទួលប៉ុន្តែអ្វីដែលខ្ញុំបង្ហាញនេះគឺបង្រៀនឲ្យចេះដឹងឲ្យផ្លែស្វាយផ្លែតបែកញ៉ាំអស់តែបើឲ្យដើមតបែក
ក្របវាអាចដាំដុះរីកចម្រើនឡើងវិញបានហើយបានផ្លែបន្តទៀតបងប្អូនគួរតែរៀនដាំដុះគួរតែរៀននេសាទដោយខ្លួនឯងនេះគឺជារបៀបរកថ្ងៃខែឆ្នាំកំណើតរបស់យើងទៅតាមផ្កាយទៅតាមការជ្រើសរើសលេខទូរស័ព្ទដែលសំខាន់បំផុតលេខទូរស័ព្ទប្រើត្រូវរុងរឿងរីកចម្រើនលេខទូរស័ព្ទប្រើមិនត្រូវវាមិនបានផ្ដល់នូវសេរីសួស្តីអាចថាអ្នកខ្លះគាត់លេខអន់តែគាត់បានសេរីសួស្តីពីកន្លែងផ្សេងទេប៉ុន្តែបើយើងបន្ថែមលេខទូរស័ព្ទឲ្យល្អបន្ថែមទៀតវាមានទៅតោះខុសអីវាប្រៀបបីដូចជាយើងប្រើខោអាវវាប្រៀបបីដូចជាយើងជិះម៉ូតូឡានវាប្រៀបដូចជាយើងពាក់ទ្រនាប់ជើងយើងមិនអាចថាខ្ញុំពាក់ផ្ទាត់ក៏បានដែរចូលកម្មវិធីហ្នឹងពាក់ផ្ទាត់កើតដែរអត់ត្រូវទេសង្គមនីមួយៗវាមានកម្រិតវាមានការបែងចែកវាមានការឲ្យតម្លៃវាមានបែបបទរបស់វាបាទអញ្ចឹងការប្រើលេខទូរស័ព្ទគឺមានសារៈសំខាន់ដូចអ្វីដែលខ្ញុំបង្ហាញនៅក្នុងរយៈវីដេអូនេះគឺពាក់ព័ន្ធជាមួយនឹងការប្រើលេខទូរស័ព្ទគឺសំខាន់ណាស់ទីមួយយើងមើលថ្ងៃរបស់យើងសូមបញ្ជាក់មុននឹងបញ្ចប់ថ្ងៃខែឆ្នាំកំណើតបងប្អូនតែងតែគិតថាខ្ញុំភ្លេចហើយខ្ញុំមិនចាំទេថ្ងៃខែឆ្នាំកំណើតដែលមានឥទ្ធិពលលើជោគជតាឬក្រីសីរបស់យើងគឺក្នុងអត្តសញ្ញាណកម្មមិនខ្វល់ថាអត្តសញ្ញាណប័ណ្ណនឹងអត្តសញ្ញាណកម្មនឹងគេធ្វើខុសម៉ែធ្វើខុសឪធ្វើខុសយាយធ្វើខុសអត់សំខាន់បើអានឹងជារបស់យើងកាតមួយបន្ទះនឹងជារបស់យើងដែលយើងប្រើទៅក្នុងផ្លូវច្បាប់ដែលយើងប្រើក្នុងអ្វីផ្សេងថ្ងៃខែឆ្នាំកំណើតក្នុងអត្តសញ្ញាណកម្មនឹងឯងគឺជារបស់យើងបើបងប្អូនមិនពេញចិត្តទៅដូរចេញបើមិនដូរចេញអាថ្ងៃខែក្នុងអត្តសញ្ញាណប័ណ្ណនឹងឯងគឺជាជោគជតាឬគឺស្អីរបស់យើងបាទខ្ញុំសូមបញ្ជាក់អញ្ចឹងទាំងផ្លូវច្បាប់ផ្លូវភ្លឺទទួលស្គាល់ផ្លូវងងឹតក៏ទទួលស្គាល់ដែរហើយថ្ងៃខែឆ្នាំកំណើតមិនមែនសុទ្ធតែអត់ហេតុបានទេគឺវាមានហេតុឲ្យយើងបានជួនកាលយើងចាំទៅស្មានអត់ចេះស្មានស្អីខុសជួនកាលយើងអត់ចាំសារតែម៉ែឪទៅធ្វើដាក់ឲ្យខុសដាក់ឲ្យទៅចេះឲ្យទៅចោះឬក៏យើងទៅយើងប្រាប់ត្រឹមត្រូវស្រាប់តែគេទៅសេខុសបាទអាហ្នឹងគឺសំខាន់ណាសំខាន់អញ្ចឹងយកតាមថ្ងៃខែឆ្នាំកំណើតអត្តសញ្ញាណកម្មអត់យកតាមការចងចាំទេអត់យកតាមការនឹកឃើញឬក៏តាមយាយថាចេះតាមឪថាចោះតាមម៉ែថាចេះអត់ទេសម្រាប់ខ្ញុំឲ្យតម្លៃក្នុងផ្លូវច្បាប់សម្រាប់ខ្ញុំហើយខ្ញុំបានតាមដានខ្ញុំបានតាមពិនិត្យមើលហើយខ្ញុំបានតាមពិសោធន៍មើលជោគជតារក្រិសីរបស់មនុស្សទាំងផ្លូវក្នុងនិងផ្លូវក្រៅគឺកំណត់នៅក្នុងអត្តសញ្ញាណកម្មបើបងប្អូនមិនពេញចិត្តអត្តសញ្ញាណកម្មនឹងទៅដូរចាយលុយដូរទៅបាទហើយកុំថាខ្ញុំអត់យកបើអត់យកមិនទាយតែម្ដងមិនមើលមិនកែអីទេយកតាមទៅហើយកុំប្រើអត្តសញ្ញាណប័ណ្ណនឹងតាមខ្លួនកុំដាក់តាមកាបូបកុំដាក់តាមកប៉ៅបាទបើថាមិនពេញចិត្តហើយខ្ញុំមិនយកអានឹងទេអានឹងមិនមែនជាថ្ងៃខែឆ្នាំកំណត់ខ្ញុំទេបើថាអានឹងមិនមែនជាថ្ងៃខែឆ្នាំកំណត់យើងទៅដូរបាទសូមប្រាប់ថាទៅដូរតែបើសិនជាមិនដូរអានឹងហើយបាទខ្ញុំសូមបញ្ជាក់អញ្ចឹងមួយទៀតការដាក់ឈ្មោះដល់បុត្រីបុត្រធីតានេះខ្ញុំសូមបើកវងកញ្ចក់បន្តិចមានស្មៀនខ្លះគាត់មិនចេះទៅសេយើងទៅសេត្រូវហើយហ្នឹងគាត់ថាយើងទៅសេខុសទៅទៀតអញ្ចឹងសូមអស់លោកស្មៀនត្រូវតែពង្រឹងនិងពង្រីកផ្នែកភាសាឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀតបាទល្អបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងគ្រាន់តែជាការបង្ហាត់បង្ហាញគ្រាន់តែជាការបញ្យល់ពាក់ព័ន្ធជាមួយនឹងលេខទូរស័ព្ទដែលប្រើឲ្យត្រូវជាមួយនឹងក្បួនខ្នាតទំនៀមទម្លាប់បែបបទវប្បធម៌ប្រពៃណីក្រិតក្រមរបស់ខ្មែរឲ្យត្រូវជាមួយនឹងសង្គមឲ្យត្រូវជាមួយនឹងជំនឿឲ្យត្រូវជាមួយនឹងបែបបទវិទ្យាសាស្ត្របាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាពុកម៉ែបងប្អូនចូលចិត្តជួយចុច Subscribe Channel YouTube ព្រះរាជគ្រូតមរៈក៏ដូចជា Channel YouTube តម្រាសម្ភារផ្លឹកហើយនឹង Channel តម្រាសម្ភារផ្លឹកហើយនឹង Channel Page ព្រះរាជគ្រូតមរៈទាំងអស់គ្នាបាទសូមអរគុណច្រើនសូមគោរពជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ